ជំរាបសួរវិទ្យាកម្មនៅបងប្អូនគ្នាទស្សនាវីដេអូបាទនេះគឺជាវីដេអូទី2តពីវីដេអូមុនបាទនេះគឺជាសកម្មភាពដែលរៀបចំចេញទៅដំណើរកម្សាន្តរយៈពេល2យប់2ថ្ងៃជាមួយនឹងក្រុមហ៊ុននាំទៅលេងសមុទ្របាទគឺដើម្បីស្ទូចត្រីអញ្ចឹងណាបាទនេះគឺជាសកម្មភាពដែលពួកយើងរៀបចំចេញដំណើរទៅបាទគឺយើងរៀបចំមកទៅបាទហើយការចេញដំណើរនេះគឺនៅពេលម៉ោង2ទីភ្លឺចូលឈានចូលថ្ងៃសុក្រអញ្ចឹងណាបាទហើយបន្ទាប់ពីយើងបានធ្វើដំណើរអស់រយៈពេលប្រហែលជា7 ម៉ោងមកគឺចម្ងាយគីឡូដីប្រហែលជា100 គីឡូជាងហើយបាទហើយការធ្វើដំណើរទៅនេះគឺយើងធ្វើដំណើរទៅតាមផ្លូវលឿនគឺថាវាលឿនដែរទេគឺរយៈពេល2ម៉ោងនេះបាទឥឡូវនេះគឺយើងបានធ្វើដំណើរមកដល់សមុទ្រហើយដល់ទីតាំងដែលយើងទៅមកកំសាន្តហើយមុននឹងទៅគឺយើងក៏ចូលហាងដើម្បីជួលសទូចក៏ដូចជាទិញនុយក៏ដូចជាទិញរបស់របរនំនេះក៏ដូចជាទឹកដើម្បីសកលយកទៅហូបចុកឬក៏របស់របរទៅស្ទូចអញ្ចឹងណាបាទបន្ទាប់ពីយើងបានទៅមើលដងស្ទូចដើម្បីទុកស្ទូចម្នាក់មួយហើយគឺយើងដើរមើលនៅនុយក៏ដូចជាបណ្ដាដូចជារំសួរក្នុងការស្ទូចអញ្ចឹងណាបាទហើយក៏យើងបានស្ទូចម្នាក់មួយហើយមើលទឹកមុខក៏សប្បាយរីករាយដែរបន្ទាប់មកក៏យើងបានបន្តដំណើរទៅមុខទៀតទៅកាន់កំពង់ផែដែលជាកន្លែងដែលយើងត្រូវចុះទូកអញ្ចឹងណាបាទបន្ទាប់ពីយើងបានមកដល់កំពង់ផែហើយយើងក៏បានចុះទូកដែលយើងជួលដើម្បីជិះទៅស្ទូចត្រីក្នុងរយៈពេល1ថ្ងៃអញ្ចឹងណាបាទហើយបន្ទាប់ពីយើងចុះទូករួចរាល់ហើយក៏យើងបានជួយវាយបន្ទប់ហើយក៏យើងបានមកប្រជុំជាមួយនឹងអ្នកបើកទូកដែលគាត់ប្រាប់ពីរបៀបដាក់នុយចងនុយក៏ដូចជាពេលដែលត្រីបានត្រីហើយយើងត្រូវធ្វើយ៉ាងម៉េចលើកវាយកមកកុំឲ្យវាដាច់មាត់អញ្ចឹងណាព្រោះទៅពេលបានត្រីហើយយើងត្រូវតែមានក្បួនលោកវាក៏ដូចជាពេលយើងដាក់នុយដាក់អីហ្នឹងមកគឺគេណែនាំយើងបន្តមកទៀតគឺយើងបានប្រជុំជាមួយនឹងម្ចាស់ទូករួចហើយក៏យើងបានញ៉ាំអីដូចជាអាហារក្រៀមបន្តិចបន្តួចយើងជាគ្នាលេងអញ្ចឹងណាបាទហើយមើលទៅទឹកមុខម្នាក់ក៏សប្បាយរីករាយជាមួយនឹងដំណើរកម្សាន្តហ្នឹងអញ្ចឹងបាទឥឡូវហ្នឹងគឺយើងសប្បាយបាទប៉ុន្តែចាំមើលតិចទៀតនឹងដឹងហើយបាទថាការសប្បាយនេះវាយ៉ាងម៉េចបាទតើវាយើងបានជិះគ្នាលេងបាទជាខ្ទង់នៅទូករួចមកយើងបានញ៉ាំអាហារបតាយើងមើលទេសភាពទូកកំពុងទៅបតាអញ្ចឹងណាបន្តមកក៏យើងការធ្វើដំណើរនេះក៏វារៀងយូរដែរខ្ទង់1ម៉ោងជាងដែរតែមកទៅដល់កូនទៅបាទអញ្ចឹងហើយក៏មេការក៏គាត់ឲ្យពួកយើងមកសម្រាប់នៅក្នុងទូកជុំគ្នាអញ្ចឹងណាបាទបន្ទាប់យើងធ្វើដំណើរបាទជាខ្ទង់7 កន្លះម៉ោងរួចមកក៏យើងបានជិះមកដល់កូនទៅហើយយើងក៏បានចេញមកខាងក្រៅដើម្បីត្រៀមចាំទៅដល់កូនទៅគឺយើងនឹងធ្វើការតម្លាក់ស្ទូចតែម្ដងបាទហើយពេលដែលយើងតម្លាក់ស្ទូចហ្នឹងគឺខាងកប៉ាល់ម្ចាស់កប៉ាល់គេប្រាប់ពេលដែលគេកំ play ម្ដងគឺយើងត្រូវតម្លាក់ស្ទូចអញ្ចឹងណាពេលដែលគេ play 2 ដងគឺយើងត្រូវទៅលើកស្ទូចមកវិញព្រោះថាគឺអត់មានត្រីស៊ីអញ្ចឹងទៅគឺគេត្រូវតែបដូរទីតាំងដើម្បីរកទីតាំងថ្មីដើម្បីរកកន្លែងឲ្យយើងស្ទូចអញ្ចឹងណាធ្វើការស្ទូចបដាយើងមើលទេសភាពបដាហើយមេឃក៏ចាប់តាមថ្ងៃចាប់តាមរះហើយយើងក៏ផ្លាស់ប្ដូរទីតាំងទៅតាមកន្លែងដែលយើងស្ទូចបានអញ្ចឹងណាហើយកន្លែងខ្លះក៏យើងស្ទូចបានកន្លែងខ្លះក៏អត់អញ្ចឹងណាបាទហើយអ្វីដែលយើងនឹងជួបនៅខាងមុខទៀតគឺថាចាប់ផ្ដើមមានអារម្មណ៍ថាពុលកប៉ាល់ពុលទៅលោកបាទគឺសកម្មភាពថតនេះគឺមិនតន់អីទេបាទពេលដែលអីនោះគឺចាប់ផ្ដើមភ្លឺហើយគឺចាប់ផ្ដើមពុលហើយបាទសម្រាប់ខ្ញុំគឺថាពុលថាអ៊ូតគឺថាដាក់ទឹកចេញទឹកដាក់បាយចេញបាយបាទអ្វីដែលហូបចូលតាំងពីពេលព្រឹកយើងសប្បាយនោះគឺថាចេញមកទាំងអស់បាទគឺថាមានអ្នកសកលបដាហើយបាទថាពុលតែយើងនេះបាទគឺពុលសឹងទាំងអស់គ្នាបាទប៉ុន្តែជាទូទៅជុំទីក្រេគឺថាវាអត់សឹងអីទេបាទតែសម្រាប់យើងអ្នកដែលមិនធ្លាប់គឺថាមកលើកទី1នេះគឺថាពុលថាមកម្ដងចង់ស្បត់ថាចង់រៀងលេងចង់មកហ្មងបាទតែគាត់ថាវាជាតបកិច្ចគឺថាវាជាថាខានមិនបានអញ្ចឹងណាគាត់ថាឱកាសគឺថា1ឆ្នាំម្ដងអញ្ចឹងណាបាទគឺថាខាងក្រុមហ៊ុនគឺនាំមកដំណើរកម្សាន្តក្នុងរយៈពេល1ឆ្នាំម្ដងអញ្ចឹងមកស្ទូចត្រីអញ្ចឹងបាទហើយសម្រាប់ទេសភាពតែយើងដើរកម្សាន្តនៅលើទូកនេះស្ទូចត្រីនេះគឺថាវាស្អាតមែនតើគឺថាប្លែកថាយើងធ្វើការមួយខែគឺថាវា stress ដែរអញ្ចឹងណាចឹងពេលយើងបានដំណើរកម្សាន្តរបៀបនេះគឺថាមានអារម្មណ៍ស្រស់ស្រាយដែរតែគាត់ថាម្យ៉ាងដែលយើងស្រស់ស្រាយគឺថាប្រកបបានហ្នឹងឯងគឺថាទេសភាពគឺស្អាតយើងមើលទៅកោះមើលទៅទឹកសមុទ្រហើយយើងស្ទូចត្រីគឺថាសប្បាយដែរបាទគឺថាយ៉ាប់តែម្យ៉ាងគឺថាយើងពលកប៉ាល់ហ្នឹងបាទសម្រាប់ថាដល់ពេលអាហារថ្ងៃត្រង់ហ្នឹងក៏ហូបបាយចូលដែរបាទអង្គុយសម្លឹងមើលបាយមកឃ្លានដែរតែហូបចូលបាទសម្រាប់ទឹកក៏ដាក់ចូលដែរដាក់ចូលទឹកចេញទឹកដាក់ចូលបាយចេញបាយបាទចឹងទៅអង្គុយសម្លឹងមើលបាយឃ្លានដែរតែដាក់ចូលបាទហើយសូម្បីតែអារម្មណ៍ចង់ថតទេសភាពថតសកម្មភាពផ្សេងៗក៏ថតដែរកើតដែរបាទគឺថាឈោទុកទៅលំនឹងខ្លួនទុកតាអារម្មណ៍កុំឲ្យក្អួតទេបាទគឺថាពុលគឺថាជាងអ្នកចាញ់កូនទេបាទគឺថាមិនបានគឺថាទៅម្ដងនេះទៅស្បត់និយាយរូបទៅអង្គុយបន់ឲ្យថាឆាប់ដល់ម៉ោងឡើងកប៉ាល់វិញឡើងទូកវិញឆាប់បានទៅសម្រាប់អញ្ចឹងបាទបន្ទាប់យើងមិនចាប់បេសកកម្មស្ទូចត្រីអស់រយៈពេល1ថ្ងៃដល់សែនវេទនារកប្រាក់មកគឺថាយើងបានត្រឡប់មកកាន់កន្លែងផ្ទះលំហែដែលយើងបានជួលកក់ស្នាក់នៅមាត់ឆ្នេរសមុទ្រអញ្ចឹងណាបាទបន្ទាប់ពីយើងបានមកដល់ផ្ទះយើងមានទឹកស្មាតខ្លួនរៀបចំរួចរាល់ហើយគឺយើងបានអង្គុយគុណទេសភាពពេលថ្ងៃលិចនៅឆ្នេរអញ្ចឹងណាបាទបន្ទាប់មកយើងបានធ្វើដំណើរទៅកាន់ហាងដែលយើងបានកក់
ដើម្បីញ៉ាំអាហារជុំគ្នាជាលក្ខណៈក្រុមហ៊ុនអញ្ចឹងណាបាទបន្ទាប់ពីយើងបានញ៉ាំអាហារជុំគ្នាដល់ឆ្ងាញ់ដល់មានក្តីសុខរួចហើយគឺយើងបានត្រឡប់មកកាន់កន្លែងស្នាក់នៅយើងវិញអញ្ចឹងកន្លែងដែលយើងជួលអញ្ចឹងបាទហើយអ្នកដែលគាត់នៅបន្តហូបក៏ដូចជាអ្នកដែលត្រូវទៅដើរមើលទេសភាពតាមឆ្នេរក៏ដូចជាអ្នកដែលគាត់ត្រូវទៅសម្រាប់ក៏ត្រូវទៅសម្រាប់អញ្ចឹងណាបាទបន្ទាប់ពីបានញ៉ាំបាយជុំគ្នារួចរាល់ហើយក៏យើងបានដើរទៅមើលទេសភាពតាមឆ្នេរបន្តិចហើយមានអ្នកតែគាត់ទៅផ្ទះក៏គាត់ទៅផ្ទះមុនអញ្ចឹងណាដោយសារតែមានកិច្ចការរវល់ថ្ងៃស្អែកអញ្ចឹងណាបាទហើយសម្រាប់ដំណើរកម្សាន្តនេះគឺទៅទាំងជនជាតិក៏ដូចជាកូរ៉េអញ្ចឹងណាបាទគឺថាជនជាតិតែកន្លែងធ្វើការខ្ញុំនេះគឺមានជនជាតិហ្វីលីពីនហើយនិងជនជាតិខ្មែរយើងបាទហើយនិងជនជាតិកូរ៉េផងដែរហើយសម្រាប់ជនជាតិហ្វីលីពីនពួកគាត់មានរហូតដល់7នាក់បាទហើយសម្រាប់ជនជាតិខ្មែរគឺមាន4នាក់អញ្ចឹងណាហើយបន្ទាប់ពីយើងបានញ៉ាំអាហាររួចរាល់ហើយគឺយើងបានត្រឡប់មកដើរមើលមាត់ឆ្នេរតិចហើយគឺយើងបានត្រឡប់មកសម្រាប់ដើម្បីបន្តយកកំណឹងនៅថ្ងៃស្អែកដើម្បីយើងត្រឡប់មកផ្ទះវិញបាទបន្ទាប់ពីយើងបានសម្រាប់អស់រយៈពេលមួយយប់រួចមកនេះគឺជាសកម្មភាពបន្ទាប់នៅព្រឹកថ្ងៃទី2ថ្ងៃដែលយើងត្រូវត្រឡប់មកវិញបាទគឺយើងបានដើរថតនៅទេសភាពនៅពេលព្រឹកនៅមាត់ឆ្នេរបន្ទាប់ពីយើងបានដើរថតទេសភាពមើលទេសភាពនៅពេលព្រលឹមរួចហើយគឺយើងបានទៅញ៉ាំអាហារជុំគ្នាម្ដងទៀតមុននឹងយើងត្រឡប់មកផ្ទះវិញបាទគឺជាសិតាំងកន្លែងដែលយើងកក់ការប្រយោគមិញគឺនៅមាត់ឆ្នេរបាទបន្ទាប់ពីយើងបានញ៉ាំអាហារពេលព្រឹករួចហើយគឺយើងបានដាក់កាហ្វេម្នាក់មួយកែវនៅក្បែរហាងបាយបន្ទាប់មកគឺយើងបានធ្វើដំណើរវិលត្រឡប់មកកាន់ទីកន្លែងដែលយើងសម្រាប់វិញគឺយើងនាំយកអីវ៉ាន់ដែលយើងបានយកមកដូចជាសម្ភារៈពាក់ក៏ដូចជារបស់ដែលយើងដាក់មកហ្នឹងដាក់ឡានដើម្បីត្រឡប់មកផ្ទះវិញបាទនេះគឺជាសកម្មភាពដែលយើងត្រឡប់មកផ្ទះវិញអញ្ចឹងវីដេអូនេះបងនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ដំណើរកម្សាន្តរយៈពេល2ថ្ងៃរបស់ខ្ញុំបាទអរគុណសម្រាប់ការទស្សនាអរគុណសម្រាប់ការ like និង follow អរគុណជម្រាបលាបងប្អូនដែលបានទស្សនាវីដេអូនេះផងដែរ